ឥឡូវនេះម៉ាត់កំពុងរៀបចំដោះស្រាយបញ្ហាម៉ាស៊ីននេះគាត់បានប្រែសោដើម្បីបង្វិលកំបិញប៉ុន្តែបានរឹកខៃថាកំបិញមិនវិលសោះប្រឈមមុខនឹងស្ថានភាពដ៏លំបាកនេះម៉ាត់មិនបានបាក់ទឹកចិត្តទាល់តែសោះព្រោះគាត់ដឹងយ៉ាងច្បាស់ថារចនាសម្ព័ន្ធខាងក្នុងរបស់ម៉ាស៊ីនមានភាពស្មុគស្មាញហើយបញ្ហាតូចតាចណាមួយអាចបង្កឲ្យមានស្ថានភាពបែបនេះបន្ទាប់ពីគិតនឹងវិភាគមកសន្ទុះម៉ាត់បានបដូរការយកចិត្តទុកដាក់ទៅគម្រើបចុងរបស់កម្មាដូច្នេះគាត់បានបន្ធូរគម្រើបចុងរបស់កម្មាបន្តិចរួចក៏បានកែសម្រួលខ្សែពាន timing ខ្សែពាន timing ដើរតួនាទីយ៉ាងសំខាន់ក្នុងការដំណើរការរបស់ម៉ាស៊ីនដោយវាសម្របសម្រួលពេលវេលានៃចលនារបស់គ្រឿងបន្លាស់នីមួយៗបានយ៉ាងជាក់លាក់បន្ទាប់ពីប្រតិបត្តិការដ៏មមាញឹកនិងមានរបៀបរៀបរយរួចមកឥឡូវនេះកំបិញអាចបង្វិលបានហើយដើម្បីបញ្ជាក់ថាតើម៉ាស៊ីនដំណើរការធម្មតាទាំងស្រុងឬអត់គឺត្រូវធ្វើការត្រួតពិនិត្យនិងតេស្តបន្ថែមទៀតដូច្នេះខាងម៉ាត់បានធ្វើការរុះរើម៉ាស៊ីនដោយបានដោះកាម៉ាចេញប៉ុន្តែនៅពេលដែលម៉ាត់ត្រៀមខ្លួនរូបគម្របស៊ីឡាំងគាត់ទើបតែដឹងថាការរូបគម្របស៊ីឡាំងរបស់ម៉ាស៊ីន V12 នេះត្រូវការសោពិសេសមួយសោប្រភេទនេះមិនមែនជាប្រភេទដែលគេឃើញទូទៅនៅតាមហាងលក់ឧបករណ៍ធម្មតានោះទេវាត្រូវបានរចនាឡើងជាពិសេសសម្រាប់គម្របស៊ីឡាំងរបស់ម៉ាស៊ីននេះដែលមានរូបរាងនិងទំហំពិសេសដើម្បីធានាថាវាអាចប្រើបានយ៉ាងជាក់លាក់ជាមួយនឹងប៊ូឡុងគម្របស៊ីឡាំងបន្ទាប់ពីស្វែងរកមួយសន្ទុះម៉ាត់បានរកឃើញថាការទិញសោពិសេសនេះត្រូវចំណាយអម$554.29ដែលតម្លៃនេះពិតជាធ្វើឲ្យម៉ាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីគិតនឹងស្រាវជ្រាវមួយសន្ទុះម៉ាត់បាននឹកឃើញវិធីដ៏ឆ្លាតវៃមួយគាត់បានចំណាយលុយមិនច្រើនប៉ុន្មានទិញឧបករណ៍តូចមួយឈុតក្បាលរបស់ឧបករណ៍នេះស្រដៀងនឹងដង្កាប់ដែលប្រៃក្បាលដែលស្រដៀងនឹងដង្កាប់នេះខ្ចៅប៊ូឡុងគម្របស៊ីឡាំងឲ្យណែនរួចដកប៊ូឡុងនេះចេញបន្ទាប់មកគម្របស៊ីឡាំងទាំងមូលអាចលើកចេញបាននៅពេលដែលគម្របស៊ីឡាំងត្រូវបានលើកចេញបន្តម្ដងទិដ្ឋភាពខាងក្នុងរបស់ម៉ាស៊ីនក៏បានលេចចេញមកយ៉ាងច្បាស់នៅចំពោះមុខយើងគ្រប់ពីស្តុងទាំងអស់មានសញ្ញាសម្គាល់សញ្ញាទាំងនេះខ្លះដិតខ្លះស្រាលខ្លះច្បាស់ខ្លះមិនសូវច្បាស់ប៉ុន្តែបន្ទាប់ពីពិនិត្យមើលយ៉ាងល្អិតល្អន់គេអាចសម្គាល់ឃើញនិមិត្តសញ្ញាឬលេខខុសៗគ្នាសញ្ញាទាំងនេះអាចបន្សល់ទុកដោយអ្នកជួសជុលក្នុងពេលជួសជុលកន្លងមកដើម្បីងាយស្រួលក្នុងការបែងចែកទីតាំងនិងស្ថានភាពរបស់ពីស្តុងឬសម្រាប់ព័ត៌មានជាក់លាក់ផ្សេងទៀតពេលពិនិត្យមើលផ្ទៃរបស់ពីស្តុងនីមួយៗឲ្យបានដិតដល់យើងអាចមើលឃើញថាកម្រិតកម្ទេចកម្ទីធួងនៅលើផ្ទៃពីស្តុងមានភាពខុសគ្នាខ្លាំងបន្ទាប់មកគាត់បានទៅកាន់ហាងចែកចាយរថយន្ត Lamborghini ដើម្បីយកគ្រឿងបន្លាស់មួយចំនួនដែលបានកុម្ម៉ង់ក្នុងនោះមានបន្ទះសៀគ្វីរបស់តាប្លូមួយមើលទៅម៉ាត់មិនបានជ្រើសរើសជួសជុលបន្ទះសៀគ្វីដើមរបស់រថយន្តទេតាមពិតបន្ទះសៀគ្វីដើមរបស់រថយន្តនេះអាចប្រើបានបើគ្រាន់តែជួសជុលបន្តិចបន្តួចដោយគ្រាន់តែប្ដូរ resistor ទាំងនេះចេញក៏បានដែរគាត់មិនទាន់ដំឡើងតាប្លូទេដោយគ្រាន់តែដំឡើងបន្ទះសៀគ្វីនេះដោយផ្ទាល់រួចសាកល្បងបញ្ឆេះភ្លើងមើលទៅតើវាភ្លឺឬអត់ជាធម្មតាគឺមិនមានបញ្ហាអ្វីទេប៉ុន្តែខាងម៉ាត់បានសាកល្បងច្រើនដងហើយបន្ទះសៀគ្វីនៅតែមិនមានសញ្ញាថាមានភ្លើងចូលសោះទុកបញ្ហានេះមួយសិនទេយើងមកដោះស្រាយគម្រើបស៊ីឡាំងនេះវិញដោយដោះស៊ូប៉ាប់ដែលនៅខាងក្នុងចេញនឹកស្មានមិនដល់ថាស៊ូប៉ាប់ទាំងនេះក៏ត្រូវបានគេប្ដូរពីមុនមកដែរខ្ញុំមានអារម្មណ៍ថាម៉ាស៊ីននេះមានបញ្ហាច្រើនណាស់ពីមុនមកនិយាយត្រង់ទៅការទិញរថយន្ត Lamborghini របស់គាត់ហាក់ដូចជាមិនសូវคุ้មค่าសោះគាត់បានរៀបចំក្តារខៀនមួយរួចកត់ត្រាខ្លះៗជាទូទៅគ្រប់រថយន្តដែលម៉ាត់បានជួសជុលគាត់មានទម្លាប់មួយគឺកត់ត្រាចំណាយលើរថយន្តទី1គឺទិញរថយន្តនេះអស់ $10,000 បន្ទាប់មកគ្រឿងបន្លាស់ដែលគាត់កាន់នៅក្នុងដៃនេះអស់ $209 គ្រឿងបន្លាស់តូចតាចមួយកែនេះមានដូចជាផ្លេកខ្សែពាន timing និងកង់ពីស្តុងជាដើមដែលគ្រឿងទាំងនេះអស់ $961.34 ចំណែកបន្ទះសៀគ្វីនោះមិនមែនទិញថ្មីទេគឺម៉ាត់បានយកទៅឲ្យហាងចែកចាយជួសជុលបន្ទាប់ពីជួសជុលរួចវានៅតែប្រើមិនកាត់ពីដើមឡើយខ្ញុំគិតថាគាត់ទិញថ្មីបច្ចុប្បន្ននេះគាត់ចំណាយអស់តែប៉ុណ្្នឹងទេបន្ទាប់មកម៉ាត់និងក្រុមការងារបានដំឡើងស៊ូប៉ាប់និងកាម៉ាឡើងវិញស៊ីឡាំងនីមួយៗមានស៊ូប៉ាប់បញ្ចេញពីរកង់ពីស្តុងក៏បានបដូរដែររួមទាំងពីស្តុងពីរដែលខោតផងម៉ាត់ប្រហែលជាបានទិញគ្រឿងបន្លាស់រថយន្តដែលរុះរើហើយរួចក៏បានបដូរឲ្យវាដែរពីដើមខ្ញុំគិតថាស្នាមថ្នាំរថយន្តនេះគឺពណ៌បៃតងនេះនឹកស្មានមិនដល់ថាតាមពិតវាគ្រាន់តែជា sticker រុំរថយន្តទេហើយថ្នាំដាំរបស់រថយន្តហាក់ដូចជាពណ៌ប្រផេះឥឡូវនេះគឺជាលទ្ធផលបន្ទាប់ពីបក sticker រុំរថយន្តចេញមើលទៅខ្ញុំបានទាយខុសទៀតហើយថ្នាំរថយន្តនេះដើមឡើយគឺពណ៌បៃតងហើយកន្លែងដែលគេបិទ sticker រុំរថយន្តគឺដោយសារតែថ្នាំដាំរបស់រថយន្តខូចខាតប្រហែលជាធ្លាប់មានការឆ្កូតឡើងបុកបាក់ពៀនឬដោយសារតែការច្រេះអស់រយៈពេលយូរជាដើមដែលបណ្ដាលឲ្យថ្នាំរថយន្តមានស្នាមចាមដើម្បីបិទបាំងការខូចខាតដែលមិនស្អាតទាំងនោះម្ចាស់មុនទើបសម្រេចជូតបិទ sticker រុំរថយន្តនៅកន្លែងទាំងនោះគាត់បានសម្អាតបន្ទប់ម៉ាស៊ីនម៉ាត់ក៏បានបដូរប៉ាដាំងទាំងនេះដែរប៉ាដាំងមួយម្ដងមានតម្លៃប្រហែល$140ដែលជាតម្លៃដ៏ខ្ពស់មួយប៉ាដាំងជាគ្រឿងបន្លាស់ដ៏សំខាន់ក្នុងម៉ាស៊ីនគុណភាពរបស់វាប៉ះពាល់ដោយផ្ទាល់ទៅនឹងដំណើរការនិងអាយុកាលរបស់ម៉ាស៊ីនបន្ទាប់ពីដំឡើងប៉ាដាំងរួចរាល់ជំហានបន្ទាប់គឺការដំឡើងគ្រឿងបន្លាស់ផ្សេងទៀតរបស់ម៉ាស៊ីនមុននឹងធ្វើដូច្នេះត្រូវលាបកៅឲ្យស្មើគ្នានៅកន្លែងដែលត្រូវបិទឲ្យជិតចំណាប្រការនេះគឺសំខាន់វារះណាស់វាអាចការពារការលេចលាយប្រេងម៉ាស៊ីនពីខាងក្នុងម៉ាស៊ីនបានយ៉ាងមានប្រសិទ្ធភាពនិងធានាបាននូវសម្ពាធដែលមានស្ថិរភាពនៅខាងក្នុងម៉ាស៊ីនបន្ទាប់ពីលាបកៅរួចម៉ាត់និងក្រុមការងារបានដំឡើងការទេប្រេងបើមើលពីដំណើរការជួសជុលទាំងមូលនិយាយត្រង់ទៅខ្ញុំមិនបានឃើញម៉ាត់និងក្រុមការងារធ្វើការកែច្នៃម៉ាស៊ីននេះឲ្យថ្មីគួរឲ្យកត់សម្គាល់ប៉ុន្មានទេ
ការងារភាគច្រើនគឺគ្រាន់តែដំឡើងម៉ាស៊ីននេះឡើងវិញក្នុងដំណើរការដំឡើងពួកគេបានចាក់ប្រេងរំលូនចូលទៅក្នុងម៉ាស៊ីនឡើងវិញជាក់ស្ដែងក្រៅពីបដូរបដាំងម៉ាត់ក៏បានបដូរស៊ូប៉ាប់ចូលនឹងកេងរបបម៉ាស៊ីនដែរលើពីនោះគាត់ក៏បានបដូរពីស្ទង់2និងកង់ពីស្ទង់ផងគាត់បានទៅកាន់ហាងចាយម្ដងទៀតដើម្បីយកគ្រឿងបន្លាក់មកកេះមុននឹងបើកកេះយើងត្រូវលាងរថយន្តសិនពីមុនគាត់គ្រាន់តែលាងសម្អាតបន្ទប់ម៉ាស៊ីនត្រួតលើកនេះគាត់បានលាងសម្អាតតួរថយន្តទាំងមូលយ៉ាងម៉ត់ចត់នេះគឺជាការលាងសម្អាតលើកទី1ក្នុងរយៈពេល7ឆ្នាំបន្ទាប់ពីដំណើរការលាងសម្អាតដោយយូរអញវ៉ៃនឹងល្អិតល្អន់រួចមកឥឡូវនេះរថយន្តនេះមើលទៅស្រស់ស្អាតជាងមុនច្រើនបន្ទាប់ពីលាងសម្អាតតួរថយន្តរួចយើងត្រូវរៀបចំខាងក្នុងរថយន្តផងព្រោះវាត្រូវបានទុកចោលនៅក្នុងឃ្លាំងអស់រយៈពេល7ឆ្នាំដូច្នេះក្លិននៅក្នុងរថយន្តគឺអាក្រក់យ៉ាងខ្លាំងរបស់របរដូចជាកៅអីនិងបន្ទះខាងក្នុងរថយន្តត្រូវតែដោះចេញរួចប្រើម៉ាស៊ីនបញ្ជូតធូលីដើម្បីសម្អាតបញ្ញាកភ័យដែលនៅក្នុងរថយន្តទាំងអស់លើពីនោះក្នុងដំណើរការរុះរើបន្ទះខាងក្នុងរថយន្តម៉ាត់និងក្រុមការងារបានរកឃើញអ្វីមួយដោយមិនបានរំពឹងទុកត្រង់តំមិញចំហៀងខាងញាក់បើកបរមានបន្ទះតុបតែងមួយបន្ទាប់ពីម៉ាត់ដោះបន្ទះតុបតែងនេះចេញគាត់បានរកឃើញ diagram នៅខាងក្រោយបន្ទាប់ពីពិនិត្យមើលយ៉ាងល្អិតល្អន់ម៉ាត់បានរកឃើញថា diagram នេះមានសញ្ញាសម្គាល់លេខ full-zip ដែលទាក់ទងនឹងតាប្លូកៅបើឃើញដោយចំការមួយនេះធ្វើឲ្យម៉ាត់រំភើបយ៉ាងខ្លាំងព្រោះគាត់ដឹងថានេះគឺជាទម្លាប់សំខាន់ក្នុងការដោះស្រាយបញ្ហាតាប្លូតាមលេខនៅលើ diagram ម៉ាត់បានស្វែងរកទីតាំង full-zip ដែលត្រូវគ្នានៅក្នុងរថយន្តយ៉ាងរហ័សនឹងរកឃើញថា full-zip នេះបានដាច់នេះបញ្ជាក់យ៉ាងច្បាស់ថាការដាច់របស់ full-zip នេះហើយដែលបណ្ដាលឲ្យចរន្តអគ្គិសនីមិនអាចឆ្លងកាត់បានធម្មតាទេគិតដល់បន្ទះសៀកខ្វីតាប្លូដែលយកទៅជួសជុលពីមុនការបើកឃើញនេះស្រាប់តែមានអត្ថន័យយ៉ាងធំធេងពីមុនតាប្លូមិនអាចដំណើរការបានតតែសោះបន្ទាប់ពីម៉ាត់បានបញ្ជូនបន្ទះសៀកខ្វីទៅជួសជុលគាត់នៅតែមិនរកឃើញថាមានបញ្ហាឥឡូវនេះ full-zip ដែលដាច់នេះហាក់ដូចជាកន្សោសម្រាប់ដោះស្រាយបញ្ហាវាបញ្ជាក់ថាបន្ទះសៀកខ្វីតាប្លូដែលបញ្ជូនទៅជួសជុលពីមុនមកប្រហែលជាបានជួសជុលបានសម្រេចពិតប្រាកដមែនគ្រាន់តែដោយសារតែ full-zip ដែលពាក់ព័ន្ធនេះដាច់ទើបចរន្តអគ្គិសនីមិនអាចส่งទៅបន្ទះសៀកខ្វីបានល្អដែលធ្វើឲ្យតាប្លូទាំងមូលនៅតែស្ថិតនៅក្នុងស្ថានភាពមិនដំណើរការនិងមិនអាចបញ្ឆេះភ្លើងបានធម្មតាពិតជាប៉ះពាក្យចាស់ដ៏មានន័យមួយថាខំដាំផ្កាមិនរីកមិនខំដាំម្លប់បែរជាដកមើលជាប្រការមែនឥឡូវនេះកន្លែងដែលត្រូវរៀបចំនៅក្នុងរថយន្តក៏បានរៀបចំស្ទើរតែរួចរាល់ហើយតាប្លូក៏បានជុតសម្អាតឡើងវិញដែរបន្ទះតុបតែងដែលវ៉ាងនៅលើផ្ទៃគឺសុទ្ធតែត្រូវបានរុះរើពីក្នុងរថយន្ត Lamborghini នោះមកខ្លះទៀតគឺយកលែងកើតហើយ